សូមស្វាគមន៍លោកអ្នកមកកាន់កម្មវិធីជួបព្រះយេស៊ូវរាល់ថ្ងៃអត្ថបទថ្ងៃនេះគឺអត្ថប្រយោជន៍នៃការអធិដ្ឋានជាភាសារតីភាគទី2នៅក្រោមកិច្ចសញ្ញាថ្មីព្រះសពរតីឲ្យលោកអ្នកទទួលបុណ្យជ្រមុជក្នុងព្រះវិញ្ញាណបរិសុទ្ធនិងចាប់ផ្ដើមនិយាយជាភាសារតីនៅក្រោមកិច្ចសញ្ញាថ្មីព្រះមានបំណងប្រាថ្នាឲ្យយើងបានពេញជាព្រះវិញ្ញាណបរិសុទ្ធដែលនាំឲ្យយើងអធិដ្ឋានជាភាសារតីយើងឃើញរឿងនេះនៅក្នុងកិច្ចសញ្ញាថ្មីនៅថ្ងៃបុណ្យទី50ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសន្ធិដ្ឋលើពួកសិស្សនៅក្នុងបន្ទប់ជាន់ខាងលើរួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នាក៏តាំងនិយាយភាសាផ្សេងតាមដែលព្រះវិញ្ញាណប្រទានឲ្យនេះគឺជាអ្វីដែលព្រះបានកំណត់ឲ្យយើងធ្វើនៅពេលយើងឃើញសត្រូវមកដល់ដូចជាទឹកជំនន់គឺត្រូវអធិដ្ឋានក្នុងព្រះវិញ្ញាណការអធិដ្ឋានក្នុងព្រះវិញ្ញាណក៏បញ្ចេញនៅព្រះពរជាច្រើនទៀតដែលព្រះម្ចាស់បានលួសសម្រាប់យើងតាមរយៈឈើឆ្កាងវាគឺជាមធ្យោបាយមួយដែលយើងកាន់កាប់លើទឹកដីសន្យារបស់យើងនៅថ្ងៃនេះនៅពេលលោកអ្នកអធិដ្ឋានជាភាសារតីព្រះវិញ្ញាណបរិសុទ្ធបានសម្ដែងនៅអាកំបាំងក្នុងព្រះបន្ទូលរបស់ព្រះនឹងជួយឲ្យលោកអ្នកយល់ពីសេចក្តីពិតនៃសេចក្តីសញ្ញាថ្មីតើលោកអ្នកនិយាយពីអ្វីខ្លះនៅពេលព្រះវិញ្ញាណសន្ធិដ្ឋលើលោកអ្នកគឺពាក្យខាងវិញ្ញាណលោកសាវកពលមានប្រសាសន៍ថានៅពេលយើងអធិដ្ឋានជាភាសារតីយើងកំពុងនិយាយដោយពាក្យដែលមិនមែនបង្រៀនដោយប្រាជ្ញាមនុស្សឡើយប៉ុន្តែបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធព្រះធម៌ខ្សែទី1ចំពុក2ខ13ចែងថាហើយយើងក៏និយាយពីសេចក្តីទាំងនោះឯងមិនមែនដោយពាក្យសម្ដីដែលប្រាជ្ញាមនុស្សបានបង្រៀនទេគឺដោយពាក្យសម្ដីដែលព្រះវិញ្ញាណបង្រៀនវិញព្រមទាំងផ្ទឹមពន្យល់សេចក្តីខាងឯវិញ្ញាណដោយសារសេចក្តីខាងឯវិញ្ញាណផងបាត់អ្នកណាដែលនិយាយភាសាដទៃនោះមិនមែននិយាយនឹងមនុស្សគឺទូលនឹងព្រះវិញពីព្រោះគ្មានអ្នកណាស្ដាប់បានទេប៉ុន្តែអ្នកនោះនិយាយជាសេចក្តីអាកំបាំងដោយវិញ្ញាណព្រះធម៌ខ្សែទី1ចំពុក14ខ2សាវកពលដែលជាអ្នកសរសេរអត្ថបទភាគច្រើននៃកិច្ចសញ្ញាថ្មីបានអធិដ្ឋានជាភាសាដទៃយ៉ាងញឹកញាប់បំផុតនេះហើយជាមូលហេតុដែលលោកអាចយល់នៅអាកំបាំងដែលលាក់ទុកក្នុងកិច្ចសញ្ញាចាស់និងលាក់ទុកតាំងពីកំណើតលោកីមកម្ល៉េះពាក្យអាកំបាំងនៅពេលពាក្យអាកំបាំងត្រូវបានលើកឡើងក្នុងកិច្ចសញ្ញាថ្មីវាមិនសំដៅលើអ្វីដែលនៅតែអាកំបាំងនោះទេវាសំដៅលើអ្វីដែលធ្លាប់បានលាក់ទុកក្នុងកិច្ចសញ្ញាចាស់ប៉ុន្តែឥឡូវនេះត្រូវបានបើកសម្ដែងឲ្យដឹងនៅពេលលោកអ្នកអធិដ្ឋានជាភាសាដទៃព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងនៅអាកំបាំងនិងអាកំបាំងដែលរកឃើញក្នុងព្រះបន្ទូលរបស់ព្រះនៅពេលលោកអ្នកកំពុងអធិដ្ឋានជាភាសាដទៃព្រះបន្ទូលរបស់ព្រះនឹងមានជីវិតរស់រវើកឡើងព្រះវិញ្ញាណបរិសុទ្ធគឺជាអំណោយដ៏មានអានុភាពខ្លាំងក្លាបំផុតដែលត្រូវបានប្រទានដល់ក្រុមជំនុំនៅថ្ងៃបុណ្យទី50នៅថ្ងៃនោះព្រះវិញ្ញាណបរិសុទ្ធបានសន្ធិដ្ឋលើពួកសិស្សនៅក្នុងបន្ទប់ជាន់ខាងលើហើយពួកគេបានចាប់ផ្ដើមអធិដ្ឋានជាភាសាដទៃនៅក្រោមកិច្ចសញ្ញាចាស់ព្រះបានប្រទានក្រឹត្យវិន័យ10ប្រការនៅលើភ្នំស៊ីណៃហើយមនុស្ស 3000 នាក់បានស្លាប់នៅជើងភ្នំនោះនេះខមណាំងចំពុក32ខ28ប៉ុន្តែនៅក្រោមកិច្ចសញ្ញាថ្មីនៃព្រះគុណព្រះបានប្រទានព្រះវិញ្ញាណនៅលើភ្នំស៊ីយ៉ូនហើយមនុស្ស 3000 នាក់ត្រូវបានសង្គ្រោះកិច្ចការចំពុក2ខ41នេះបង្ហាញឲ្យឃើញថាក្រឹត្យវិន័យសម្រាប់មនុស្សប៉ុន្តែព្រះវិញ្ញាណផ្ដល់ជីវិតវិញកូរិនថូសខ្សែទី2ចំពុក3ខ6នៅពេលយើងយល់ពីរឿងនេះយើងនឹងយល់ថាផ្លូវដើម្បីរស់នៅក្នុងជីវិតដែលមានជ័យជំនះនិងភាពបរិសុទ្ធមិនមែនតាមរយៈការរស់នៅក្រោមក្រឹត្យវិន័យនោះទេប៉ុន្តែគឺការរស់នៅក្រោមព្រះគុណនៅពេលយើងដើរតាមព្រះវិញ្ញាណយើងកំពុងរស់នៅក្រោមព្រះគុណព្រះបន្ទូលរបស់ព្រះចែងថាតាមរយៈក្រឹត្យវិន័យនាំឲ្យស្គាល់អំពើបាបរ៉ូមចំពុក3ខ20នៅពេលក្រឹត្យវិន័យត្រូវបានដាក់មកអំពើបាបក៏ត្រូវបានដាស់ឲ្យរស់ឡើងវិញរ៉ូមចំពុក7ខ9ប្រសិនបើអ្នកណាម្នាក់រស់នៅក្នុងអំពើបាបហើយអះអាងថាខ្លួនរស់នៅក្រោមព្រះគុណនោះអ្នកនោះមិនទាន់រស់នៅក្រោមព្រះគុណពិតប្រាកដឡើយក្រឹត្យវិន័យត្រូវបានរចនាឡើងដើម្បីនាំមនុស្សឲ្យអស់សមត្ថភាពរៀងខ្លួនរាល់ការប៉ុនប៉ងរក្សាក្រឹត្យវិន័យដោយកម្លាំងផ្ទាល់ខ្លួននឹងនាំទៅរកអំពើបាបតែប៉ុណ្ណោះដំណឹងល្អគឺថា
ព្រះបានរៀបចំផ្លូវឲ្យយើងមានជ័យជំនះលើអំពើបាបតាមរយៈឈើឆ្កាងដូច្នេះបងប្អូនអើយអ្នករាល់គ្នាក៏បានស្លាប់ចំពោះក្រឹតវិន័យតាមរយៈរូបកាយរបស់ព្រះគ្រីស្ទដែរដើម្បីឲ្យអ្នករាល់គ្នាបានរៀបការជាមួយម្នាក់ទៀតគឺព្រះអង្គដែលបានរស់ពីសគត់ឡើងវិញដើម្បីឲ្យយើងបានបង្កើតផលថ្វាយព្រះបាត់កាយយើងនៅតាមបែបសច្ឆានៅឡើយនោះតណ្ហានៃអំពើបាបដែលដាស់ដោយក្រឹតវិន័យបានធ្វើការនៅក្នុងអវយវៈយើងដើម្បីបង្កើតផលនាំទៅរកសេចក្តីស្លាប់រ៉ូមចំពុក7ខ4ដល់ខ5ស្លាប់ចំពោះក្រឹតវិន័យនៅក្រោមកិច្ចសញ្ញាថ្មីឥឡូវនេះយើងបានស្លាប់ចំពោះក្រឹតវិន័យហើយបានរៀបការជាមួយម្នាក់ទៀតគឺព្រះយេស៊ូវគ្រីស្ទហើយការរួបរวมជាមួយព្រះគ្រីស្ទនេះធ្វើឲ្យយើងបង្កើតផលល្អនិងផលដ៏ពិសុទ្ធសម្រាប់សេរីរុងរឿងរបស់ទ្រង់ការនេះអាចកើតឡើងបានលុះត្រាតែអ្នកស្លាប់ចំពោះក្រឹតវិន័យហើយរៀបការជាមួយព្រះគ្រីស្ទនៅពេលអ្នកផ្ដោតលើព្រះគ្រីស្ទមិនមែនផ្ដោតលើក្រឹតវិន័យនោះគុណធម៌ដ៏ល្អប្រសើរនឹងត្រូវបានសម្រេចនៅក្នុងលោកអ្នកតាមរយៈព្រះគ្រីស្ទតណ្ហានៃបាបដែលដាស់ឲ្យក្រឹតវិន័យផ្ទុយពីអ្វីដែលមនុស្សមួយចំនួនគិតការអធិប្បាយអំពីព្រះគុណនិងការអត់ទោសក្នុងព្រះគ្រីស្ទមិនមែនបង្កើតឲ្យមនុស្សរស់នៅតាមអំពើចិត្តនោះទេផ្ទុយទៅវិញអ្វីដែលយើងបានឃើញតាមរយៈសក្ខីភាពជាច្រើនដែលយើងបានទទួលក្នុងរយៈពេលជាច្រើនឆ្នាំមកនេះគឺថានៅពេលដែលព្រះគុណត្រូវបានអធិប្បាយលទ្ធផលដែលទទួលបានគឺគុណធម៌ដ៏ពិតប្រាកដនិងការរួចផុតពីទម្លាប់នៃអំពើបាបនៅពេលលោកអ្នករស់នៅក្រោមព្រះគុណនឹងបង្កើតឲ្យមានគុណធម៌ដ៏ពិតប្រាកដនៅក្នុងខ្លួនលោកអ្នកនេះមិនមែនមានន័យថាប្រទេសជាតិមិនគួរត្រូវបានគ្រប់គ្រងដោយច្បាប់នោះទេយើងជឿថាប្រទេសជាតិគួរតែត្រូវបានគ្រប់គ្រងដោយច្បាប់ប៉ុន្តែច្បាប់ទាំងនេះអាចគ្រប់គ្រងយើងបានត្រឹមតែពីផ្នែកខាងក្រៅប៉ុណ្ណោះវាមិនអាចបង្កើតឲ្យមានការផ្លាស់ប្ដូរពិតប្រាកដពីក្នុងមកក្រៅបានឡើយនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងអ្វីដែលយើងចង់បានមិនមែនត្រឹមតែការកែប្រែអរិយាប័ត្រនោះទេប៉ុន្តែគឺជាការផ្លាស់ប្ដូរចិត្តគំនិតព្រះគុណផ្លាស់ប្ដូរយើងពីខាងក្នុងមកខាងក្រៅដើម្បីឲ្យចិត្តរបស់យើងត្រូវបានផ្លាស់ប្ដូរមិនមែនត្រឹមតែអរិយាប័ត្រខាងក្រៅដែលជារឿងបណ្ដោះអាសន្នប៉ុណ្ណោះនោះទេក្រឹតវិន័យគឺវិសុទ្ធយុត្តិធម៌និងល្អវាត្រូវបានរចនាឡើងដោយព្រះដើម្បីលាតត្រដាងពីភាពទន់ខ្សោយអំពើបាបនិងភាពអសមត្ថភាពរបស់មនុស្សក្នុងការធ្វើខ្លួនឲ្យវិសុទ្ធយុត្តិធម៌និងល្អដើម្បីឲ្យមនុស្សមើលឃើញថាខ្លួនត្រូវការព្រះអង្គសង្គ្រោះកូនចៅអ៊ីស្រាអែលបានសម្រេចចិត្តសាងសង់រូបកូនគោមាសដើម្បីថ្វាយបង្គំតែបន្ទាប់ពីក្រឹតវិន័យត្រូវបានប្រទានឲ្យពួកគេប៉ុណ្ណោះបងប្រុសម្នាក់នៅរដ្ឋអូហាយ៉ូដែលបានព្យាយាមអស់ជាច្រើនឆ្នាំដើម្បីឲ្យរួចផុតពីគ្រឿងញៀនគ្រឿងស្រវឹងនិងរូបភាពអាភាសទោះបីជាគាត់មានបំណងចិត្តនិងការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏គាត់មិនអាចរំដោះខ្លួនចេញពីការជក់ចិត្តទាំងនោះបានឡើយរហូតដល់គាត់បានឮដំណឹងល្អនៃព្រះគុណគឺតាមរយៈការឮអំពីព្រះគុណរបស់ព្រះនិងការដឹងថាគាត់ត្រូវបានបាត់ទោសនិងត្រូវបានធ្វើឲ្យសុចរិតក្នុងព្រះគ្រីស្ទទើបគាត់បានជួបប្រទះនូវការផ្លាស់ប្ដូរពីក្នុងមកក្រៅដោយការអស្ចារ្យការផ្គត់ផ្គង់មួយរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងគឺមនុស្សចាស់របស់យើងត្រូវបានឆ្កាងជាមួយទ្រង់ហើយដើម្បីឲ្យរូបកាយនៃបាបត្រូវបានបំផ្លាញចោលរ៉ូមចំពុក6ខ6នៅពេលដែលលោកអ្នកជួបប្រទះការលបងលោសូមគុំទទួលស្គាល់ថាវាជាសត្វឈាមដែលមានជីវិតឡើយចូលចាត់ទុកការដាស់នៃបាបនិងការបញ្ចេញមកនៃសត្វឈាមផ្សេងៗទៀតជាវត្ថុដែលស្លាប់ហើយនិងគ្មានឥទ្ធិពលអ្វីឡើយគុំផ្ដល់តម្លៃដល់មនុស្សចាស់ដោយការព្យាយាមតស៊ូឬតតាំងជាមួយវាឡើយទោះបីជាយើងនៅតែមានអារម្មណ៍ដែលនៅសេសសល់ពីខ្លួនចាស់របស់យើងឬមនុស្សចាស់ក្នុងទម្រង់ជាទំនោរនៃអំពើបាបក៏ដោយក៏ព្រះប្រាប់ឲ្យយើងរាប់ថាវាស្លាប់ហើយហេតុអ្វីព្រោះព្រះយេស៊ូវបានឈ្នះលើខ្លួនចាស់របស់យើងនៅលើឈើឆ្កាងហើយបានប្រទានខ្លួនថ្មីមកយើងវិញយើងគឺជាមនុស្សថ្មីនៅក្នុងទ្រង់តាមបទពិសោធន៍របស់យើងខ្លួនចាស់ហាក់ដូចជានៅរស់ប៉ុន្តែសម្រាប់ជំនឿវិញវាបានស្លាប់បាត់ទៅហើយនៅពេលព្រះទតមើលមកលោកអ្នកនៅថ្ងៃនេះទ្រង់ទតឃើញលោកអ្នកនៅក្នុងអត្តសញ្ញាណថ្មីគឺជាសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះគ្រីស្ទរន្ធខ្សែទី2ចំពុក5ខ21គឺតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើងទើបយើងអាចរស់នៅតាមអត្តសញ្ញាណដ៏សុចរិតរបស់យើងក្នុងព្រះគ្រីស្ទនិងទទួលបានបទពិសោធន៍ពីអត្ថប្រយោជន៍ដែលបានទិញសម្រាប់យើងដោយកិច្ចការដែលបានសម្រេចរួចរាល់នៅពេលលោកអ្នកអធិដ្ឋានជាភាសាដទៃគឺលោកអ្នកកំពុងដើរតាមព្រះវិញ្ញាណហើយកាន់កាប់ព្រះពររបស់ព្រះកាន់តែច្រើនឡើងក្នុងជីវិត
ព្រះបាទមានបន្ទូលទៅកាន់លោកយូស្វេថាដើម្បីកាន់កាប់ទឹកដីសន្យាលោកគ្រាន់តែដើរនៅលើទឹកដីនោះប៉ុណ្ណោះរាល់កន្លែងណាដែលបាត់ជើងអ្នកជន់យើងបានប្រគល់ឲ្យអ្នករាល់គ្នាហើយយូស្វេចំពុក1ខ3វិធីដើម្បីកាន់កាប់រាល់សេចក្តីសន្យារបស់ព្រះគឺតាមរយៈការដើររូបភាពនៃការដើរនេះក៏ត្រូវបានឃើញនៅក្នុងរឿងរបស់លោកអេណុកផងដែរលោកហេណុកបានដើរជាមួយព្រះហើយព្រះក៏បានយកលោកទៅលោកក៏បានចំពុក5ខ24ការដើរជាមួយព្រះគឺជាអ្វីដែលធ្វើឡើងពីខាងក្រៅនៅពេលនរណាម្នាក់ដើរជាមួយព្រះគឺគេនៅជិតព្រះប៉ុន្តែវាមិនមែនជាកម្រិតដែលជិតស្និទ្ធបំផុតដែលយើងអាចធ្វើបាននោះទេក្រៅពីលោកអេណុកយើងក៏ឃើញពីរបៀបដែលលោកអាប់រ៉ាហាំបានដើរនៅចំពោះព្រះភ័ក្ត្រព្រះផងដែរកាលលោកអាប់រ៉ាហាំមានអាយុ99ឆ្នាំហើយនោះព្រះអម្ចាស់លេចមកឲ្យលោកឃើញក៏មានបន្ទូលថាយើងជាព្រះដ៏មានគ្រប់ប្រជាស្ដាចូលដើរនៅចំពោះមុខយើងហើយឲ្យបានឥតខ្ចោះចោះលោកក៏បានចំពុក17ខ1ដើរនៅចំពោះមុខយើងនៅក្នុងភាសាហេប្រឺគឺពាក្យ Hanim ព្រះកំពុងមានបន្ទូលថាចូលដើរនៅចំពោះមុខយើងការដើរនៅចំពោះមុខព្រះគឺការមានស្មារតីដឹងថាទ្រង់កំពុងតតមើលមកអ្នកដោយដីសពព្រះហឫទ័យជនគណនាចំពុក6ខ25លោកអាប់រ៉ាហាំបានអនុវត្តរឿងនេះលោកបានដើរនៅចំពោះព្រះដែលបង្ហាញពីភាពជិតស្និទ្ធនឹងព្រះទោះជាយ៉ាងណាក៏ដោយនេះក៏នៅតែមិនទាន់ជាកម្រិតដែលជិតស្និទ្ធបំផុតដែលយើងអាចមានជាមួយនឹងព្រះនៅឡើយទេនៅពេលលោកអ្នកអធិដ្ឋានជាពិសារតីលោកអ្នកនឹងរីករាយជាមួយទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះសប្តាហ៍ថ្ងៃនេះយើងស្ថិតនៅក្រោមកិច្ចសញ្ញាថ្មីហើយនេះគឺជាវិធីនៃកិច្ចសញ្ញាថ្មីក្នុងការដើរជាមួយព្រះខ្ញុំសូមប្រាប់ថាចូលដើរតាមព្រះវិញ្ញាណចុះនោះអ្នករាល់គ្នានឹងមិនធ្វើតាមតណ្ហានៃសាច់ឈាមឡើយកាឡាទីចំពុក5ខ16សប្តាហ៍ថ្ងៃនេះយើងដើរក្នុងឬតាមព្រះវិញ្ញាណវាគឺជាវិធីនៃការដើរជាមួយព្រះដែលមានភាពជិតស្និទ្ធបំផុតយើងមិនត្រឹមតែដើរជាមួយឬដើរនៅចំពោះមុខព្រះដែលបង្ហាញថាព្រះវិញ្ញាណបរិសុទ្ធគង់នៅខាងក្រៅយើងនោះទេផ្ទុយទៅវិញយើងត្រូវដើរក្នុងព្រះវិញ្ញាណព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះអង្គផ្ទាល់ជាផ្នែកមួយនៃព្រះត្រៃឯកសប្តាហ៍ថ្ងៃនេះយើងត្រូវបានកំណត់ឲ្យដើរក្នុងទ្រង់ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើងហើយវិញ្ញាណរបស់យើងត្រូវបានភ្ជាប់ជាមួយទ្រង់វិញ្ញាណរបស់យើងគឺជាផ្នែកជ្រៅបំផុតនៃខ្លួនយើងប្រៀបដូចជាយើងមានព្រះត្រៃឯកដែលមានព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធយើងក៏មាន3ផ្នែកដែលបង្កើតជាខ្លួនយើងដែរគឺវិញ្ញាណព្រលឹងដែលជាគំនិតនិងអារម្មណ៍និងរូបកាយព្រះបានរចនារូបកាយរបស់យើងឲ្យទទួលរងឥទ្ធិពលពីព្រលឹងហើយព្រលឹងរបស់យើងទទួលរងឥទ្ធិពលពីវិញ្ញាណព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងវិញ្ញាណរបស់យើងវិធីដែលយើងដើរក្នុងព្រះវិញ្ញាណតាមរបៀបជាក់ស្ដែងនិងដោយចេតនាជារៀងរាល់ថ្ងៃគឺតាមរយៈការអធិដ្ឋានជាភាសាដទៃនៅពេលយើងធ្វើបែបនេះយើងកំពុងប្រស្រ័យទាក់ទងជាមួយព្រះតាមរបៀបដែលជិតស្និទ្ធបំផុតការអធិដ្ឋានក្នុងព្រះវិញ្ញាណមិនមែនជាការអធិដ្ឋានដោយកម្លាំងបាយឬដោយសម្លេងខ្លាំងៗនោះទេអ្នកអាចយើងថាតិចហើយអ្នកថែមទាំងអាចច្រៀងដោយវិញ្ញាណបានទៀតផងរដ្ឋធម៌ខ្សែទី1ចំពុក14ខ15អ្វីដែលសំខាន់នោះគឺនៅពេលលោកអ្នកអធិដ្ឋានជាភាសាដទៃអ្វីដែលសំខាន់នោះគឺនៅពេលលោកអ្នកអធិដ្ឋានជាភាសាដទៃគឺវិញ្ញាណរបស់លោកអ្នកដែលជាផ្នែកជិតស្និទ្ធបំផុតរបស់អ្នកកំពុងតែអធិដ្ឋានរដ្ឋធម៌ខ្សែទី1ចំពុក14ខ14នៅពេលយើងអធិដ្ឋានជាភាសាដទៃផ្នែកជ្រៅបំផុតរបស់យើងកំពុងអធិដ្ឋានហើយនោះហើយជាវិធីដែលយើងប្រស័យទាក់ទងជាមួយព្រះក្នុងកម្រិតដ៏ជិតស្និទ្ធបំផុតប៉ុន្តែបងប្អូនស្គមភីអើយចូលស្ថាបនាខ្លួនអ្នករាល់គ្នាឡើងលើជំនឿដ៏វិសុទ្ធបំផុតរបស់អ្នករាល់គ្នាដោយអធិដ្ឋានក្នុងព្រះវិញ្ញាណបរិសុទ្ធចូលរក្សាខ្លួនក្នុងសេចក្តីស្រឡាញ់របស់ព្រះយូដាសចំពុក1ខ20ដល់21ជំនឿដ៏វិសុទ្ធបំផុតនៅពេលលោកអ្នកអធិដ្ឋានក្នុងព្រះវិញ្ញាណលោកអ្នកកំពុងអធិដ្ឋានចេញពីទីកន្លែងដ៏បរិសុទ្ធបំផុតរបស់លោកអ្នកគឺទីបរិសុទ្ធបំផុតដែលជាវិញ្ញាណរបស់អ្នកនៅពេលលោកអ្នកអធិដ្ឋានជាភាសាដទៃអ្នកមិនមែនអធិដ្ឋានដោយបញ្ញាឬគំនិតផ្ទាល់ខ្លួនរបស់លោកអ្នកនោះទេជួនកាលនៅពេលលោកអ្នកអធិដ្ឋានជាភាសាកំណើតវានឹងដល់ពេលដែលពាក្យសម្ដីនិងគំនិតរបស់លោកអ្នកត្រូវអស់ប៉ុន្តែនៅពេលលោកអ្នកអធិដ្ឋានក្នុងព្រះវិញ្ញាណលោកអ្នកអាចបន្តអធិដ្ឋានទៅមុខទៀតបានព្រោះលោកអ្នកមិនពឹងផ្អែកលើគំនិតឬអារម្មណ៍របស់លោកអ្នកឡើយអធិដ្ឋានក្នុងព្រះវិញ្ញាណបរិសុទ្ធចូលរក្សាខ្លួនក្នុងសេចក្តីស្រឡាញ់របស់ព្រះនៅពេលលោកអ្នកអធិដ្ឋានជាភាសាដទៃលោកអ្នកក៏កំពុងរក្សាខ្លួនលោកអ្នកឲ្យស្ថិតនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះនិងរាល់ការគ្រប់គ្រងរបស់ទ្រង់ផងដែរហ
ហាឡេលូយ៉ាអរព្រគុណព្រះអង្គសម្រាប់មេរៀនពីអត្ថប្រយោជន៍នៃការអធិដ្ឋានជាភាសាដទៃសម្រាប់ភាគទី2នេះសូមលោកអ្នកបងប្អូនរងចាំនៅភាគទី3បន្តទៀតសូមព្រះជាម្ចាស់ប្រទានពរ